ជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំលើកយកម្ហូបមួយដែលមានឈ្មោះថាម្សៅអុបក្តាមសេះហ្នឹងហើយថ្ងៃនេះខ្ញុំនឹងធ្វើម្សៅអុបក្តាមសេះឥឡូវយើងចង់ដឹងថាឆ្ងាញ់ប៉ុណ្ណាតោះឥឡូវយើងទៅតាមដានជាមួយខ្ញុំបងប្អូនអូខេ let's go ដំបូងឡើយគឺមានក្តាមសេះហើយនឹងម្សៅហើយនឹងគ្រឿងដែលថាត្រូវដាក់ជាមួយនឹងម្សៅមានច្រើនហ្នឹងហើយអូខេតោះបន្ទាប់មកយើងដាក់ខ្ទះនឹងភ្លើងក្តៅទៅហើយយើងនឹងចាក់ខ្លាញ់ចូលទុកខ្លាញ់ឲ្យរៀងក្តៅមួយផ្លេតយើងចាប់ដើមចាក់ខ្ទឹមដែលយើងបានដំហើយនឹងគ្រឿងមិញហ្នឹងចូលឥឡូវយើងចាប់ដើមចាក់ខ្ទឹមចូលខ្ទឹមសខ្ញីហាន់គល់វ៉ាន់ស៊ុយហ្នឹងហើយឥឡូវយើងបានដាក់ចូលហើយយើងចាប់ដើមកូរវាឲ្យឈ្ងុយកូរឲ្យឈ្ងុយពេលដែលយើងកូរវាឡើងក្លិនឈ្ងុយបែបហ្នឹងហើយគឺយើងចាប់ដើមដាក់គ្រឿងក្រូចរបស់វាតែវាអត់ទាន់ឈ្ងុយល្អខ្ញុំនឹងកូរវាឈ្ងុយចឹងទៀតដោយសារវីដេអូនេះខ្ញុំរៀងកាត់តិចឥឡូវយើងដាក់ស្ករចូលតាមមកដាក់ប៊ីចេងបន្ទាប់មកដាក់ប្រេងខ្យងតមកទៀតយើងកូរវាឲ្យឈ្ងុយដើម្បីនេះអំបិលកូរវាឈ្ងុយយើងកូរវាឈ្ងុយបែបហ្នឹងហើយគឺយើងចាប់ដើមយកក្តាមសេះមកដាក់ពីលើវាយើងរៀបក្តាមសេះដាក់មិនមែនតែក្តាមសេះទៅមុខទេគឺមានផ្គាប្រហែលជា 4-5 គ្រាប់ដែរហ្នឹងហើយចាប់ដើមរៀបក្តាមសេះចូលហើយគឺក្លិនឈ្ងុយមែនទែនបើសិនជានៅគៀនហ្នឹងដឹងថាគួរឲ្យចង់ញ៉ាំតែហ្មងហើយដាក់ផ្គាចូលវីដេអូនេះធ្វើអូខេហ្នឹងហើយឥឡូវចាប់ដើមយើងកុំឲ្យខាតពេលយូរយើងមកប្រឡាក់ជាមួយនឹងនេះម្ដងឥឡូវយើងចាក់ប្រេងខ្យងចូលរួចចាក់ទឹកស៊ីអ៊ីវចូលយើងច្បល់វាឲ្យចូលជាតិគ្នាឲ្យសព្វនេះយើងដាក់ទឹកស៊ីអ៊ីវហ្នឹងហើយបន្ទាប់មកយើងច្បល់វាឲ្យសព្វឥឡូវយើងច្បល់សព្វហើយអូខេឥឡូវយើងចាប់ដើមចាក់ចូលលើឆ្នាំងហ្នឹងហើយតើឥឡូវយើងចាប់ដើមគ្របរយៈពេល5ឬក៏ទៅ12នាទី15ឬក៏10នាទីអូខេឥឡូវយើងចាប់ដើមដាក់ខ្ញីសិនបន្ទាប់មកយើងនឹងគ្របវាឥឡូវគឺវាបានឆ្អិនហើយមើលទៅទំនងមែនទែនគួរឲ្យចង់ញ៉ាំបើសិនជាបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូមជួយ Subscribe និង Follow Page ម្នាក់មួយឲ្យសញ្ញាកណ្ដឹងនិងឲ្យមេដៃម្នាក់មួយផងជាចុងក្រោយបើសិនជាមានពាក្យសម្ដីណាខុសឆ្គងសូមអភ័យទោសពីខ្ញុំបាទ